សួស្តីអ្នកទាំងអស់គ្នាមកកាន់ vlog ទៅដល់លេងនៅភ្នំសំពៅជាមួយខ្ញុំទាំងអស់គ្នាស្កាត់មកហើយអ្នកទាំងអស់គ្នាពីស៊ីមៀមមកដល់បាត់ដំបងណាគឺឥឡូវនេះគឺយើងមកដល់នៅភ្នំសំពៅក៏ប៉ុន្តែខ្ញុំធ្លាប់មកលេងម្ដងកាលនៅក្មេងតែឥឡូវយើងពេញកំមុំហើយអាយុចិត្ត30ទៀតពាក់កណ្ដាល30ហើយអញ្ចឹងហើយក៏ឆ្លៀតមកដល់លេងជាមួយមិត្តភ័ក្តិមកលេងបាត់ដំបងហើយមកដល់នេះអ្នកនរគ្នាកន្លែងនេះគឺខ្ញុំគុំមកមែនតើអ្នកនរគ្នាអើយគឺគេសាំងសង់ថ្មីហើយស្អាតណាស់អ្នកនរគ្នាឡើងធំតែកន្លែងហ្នឹងគឺខ្ញុំអត់ទាន់បានចោះមកថតរូបអីទេគឺថាខ្ញុំឡើងភ្នំសិនហើយចាំយើងឡើងភ្នំទៅមើលហើយចាំយើងចោះមកវិញចាំយើងមកថតឥឡូវនេះស្ទៀវខែប្រចាំខែសៀមរាបកំពុងតែអុសកាំងឡើងមកលើភ្នំសំពៅហើយអ្នកនរគ្នាអើយភ្នំនេះចោលសាហាវណាស់ហើយបើយើងជិះម៉ូតូអីសូមជិះម៉ូតូដោយការប្រុងប្រយ័ត្នមកដល់លើកំពូលភ្នំនេះគឺយើងចោះមកលេងអាងលាងនៅខាងក្រោមហ្នឹងណាហើយអ្នកលក់អីក៏ប្រាប់ដែរប្រយ័ត្នឃើញស្វាឃើញអីយើងកុំរត់ញ៉ៃអីយកស្វាខាំអីចឹងទៅឥឡូវនេះយើងកំពុងតែមកដល់អាងខ្យល់ហើយយើងបានឃើញព្រះពុទ្ធបដិមាយើងក៏បានចោះទៅបន់ស្រន់សុំសេចក្តីសុខដោយសារតែខ្ញុំធ្លាប់មកអញ្ចឹងទៅក៏នៅរៀងចាំបានកន្លែងយើងធ្លាប់មកអីដែរអញ្ចឹងណាតែខានមកយូរអញ្ចឹងក៏ចង់មកលេងសាកម្ដងទៀតអញ្ចឹងណាហើយកាលនោះខ្ញុំដើរលេងពីក្មេងអញ្ចឹងទៅវាចង់វិញដែរថាខាងណាល្អណាស់ឡើងណៃដែរអញ្ចឹងណាតែខ្ញុំមកនេះគឺអត់សូវមានមនុស្សទេអ្នកនរគ្នាហើយល្ងឹតហើយនេះយើងបើក flash បើកអីមើលឃើញគ្នាណាហើយបើថាដើរម្នាក់ឯងក៏រៀងព្រឺសបល់ដែរយីមែនហើយក្នុងឡានហ្នឹងគឺល្ងឹតឆឹងឯអ្នកនរគ្នាតែមានខ្យល់ចេញចូលអញ្ចឹងណាហើយបើសិនយើងដើរម្នាក់ឯងចូលមកអីដឹងតែរៀងព្រឺសបល់ខ្ញាក់អីល្ងឹតចេះនេះហើយមិត្តភក្តិខ្ញុំគំរូអ្នកនរគ្នាឡើងភ្នំចុះភ្នំប៉ុន្តែពាក់សិតស្បែកជើងកែងឡើងសាហាវគោខៅរបស់គេខ្ញុំទៅសារអ្នកចៅសារាមសំបីនៅក្នុងឡានក៏ចៅសម្រាមបានទៀតអើយជាអ្នកតស៊ូដ៏អស្ចារ្យHello កន្លែងណានោះ